មានសំណួរមួយដែលមនុស្សភាគច្រើនមិនធ្លាប់សួរខ្លួនឯងតើខ្ញុំកំពុងរីកចម្រើនឬគ្រាន់តែកំពុងរវល់មនុស្សជាច្រើនភ្ញាក់ពីគេងរាល់ព្រឹកប្រញាប់ទៅធ្វើការប្រជុំឆ្លើយអ៊ីមែលទទួលទូរស័ព្ទដោះស្រាយបញ្ហាហើយពេលថ្ងៃលិចពួកគេមានអារម្មណ៍ថាថ្ងៃនេះខ្ញុំធ្វើការច្រើនណាស់ប៉ុន្តែការធ្វើការច្រើនមិនមានន័យថាកំពុងដើរទៅរកគោលដៅនោះទេអ្នកអាចរត់បានលឿនបំផុតប៉ុន្តែបើរត់ខុសទិសអ្នកនឹងកាន់តែឆ្ងាយពីគោលដៅសូមស្រមៃថាអ្នកកំពុងបើកឡានទៅកាន់ខេត្តសៀមរាបអ្នកបើកកម្មវិធី GPS តើអ្វីជាព័ត៌មានដំបូងដែល GPS ត្រូវដឹងតើវាសួរថាអ្នកចង់បើកល្បឿនប៉ុន្មានទេតើវាសួរថាអ្នកមានឡានមកអ្វីក៏មិនមែនដែរអ្វីដែល GPS ត្រូវដឹងមុនគេគឺតើអ្នកកំពុងស្ថិតនៅទីណាបើមិនដឹងទីតាំងបច្ចុប្បន្ន GPS មិនអាចនាំអ្នកទៅដល់គោលដៅបានទេជីវិតក៏ដូចគ្នាមុនពេលសរសេរគោលដៅមុនពេលរៀបចំផែនការអ្នកត្រូវដឹងសិនថាថ្ងៃនេះអ្នកកំពុងឈរនៅទីណាហើយនេះគឺជាគ្រឹះនៃ planning process ក្រុមហ៊ុនជោគជ័យមិនដែលចាប់ផ្ដើមដោយសំណួរថាយើងចង់លក់អ្វីទេពួកគេចាប់ផ្ដើមដោយសំណួរថាពិភពលោកកំពុងត្រូវការអ្វីនេះហើយជាមូលហេតុដែលអាជីវកម្មជោគជ័យតែងតែចាប់ផ្ដើមពីការមើលពិភពលោកមិនមែនមើលខ្លួនឯងសូមមើលជុំវិញខ្លួនប៉ុន្មានឆ្នាំមុនមនុស្សភាគច្រើននៅធនាគារដើម្បីផ្ទេរប្រាក់ថ្ងៃនេះការផ្ទេរប្រាក់ស្ថិតនៅក្នុងទូរស័ព្ទដៃប៉ុន្មានឆ្នាំមុនអាជីវកម្មជាច្រើនផ្សាយពាណិជ្ជកម្មតាមកសែតថ្ងៃនេះអតិថិជនស្ថិតលើ Facebook TikTok និង YouTube ប៉ុន្មានឆ្នាំមុន AI គ្រាន់តែជាពាក្យមួយថ្ងៃនេះ AI កំពុងផ្លាស់ប្ដូររបៀបដែលយើងធ្វើការរៀននិងធ្វើអាជីវកម្មពិភពលោកមិនដែលឈប់ផ្លាស់ប្ដូរទេសំណួរគឺតើយើងកំពុងផ្លាស់ប្ដូរជាមួយវាដែរឬទេមានអ្នកលក់កាហ្វេ2នាក់ហាងទាំងពីរបើកនៅពេលដូចគ្នាមានដើមទុនប្រហាក់ប្រហែលគ្នាឆ្នាំដំបូងទាំងពីរលក់ដែរដូចគ្នាប៉ុន្តែបន្ទាប់ពី 2-3 ឆ្នាំហាងមួយរីកចម្រើនហាងមួយទៀតស្ងាត់ជ្រងំមូលហេតុមិនមែនដោយសាររសជាតិកាហ្វេទេហាងដែលជោគជ័យបានសង្កេតឃើញថាអតិថិជនចាប់ផ្ដើមកម្មង់តាមអនឡាញពួកគេបង្កើត Facebook Page បញ្ចូលសេវាដឹកជញ្ជូនទទួលការទូទាត់តាម QR ហាងទី2និយាយថាខ្ញុំធ្វើដូចមុនក៏ល្អដែរមួយឆ្នាំក្រោយភាពខុសគ្នាកាន់តែធំមេរៀនមិនមែនថា Facebook ធ្វើឲ្យជោគជ័យទេមេរៀនគឺអ្នកដែលមើលឃើញការផ្លាស់ប្ដូរមុនគឺមានឱកាសត្រៀមខ្លួនមុនដូច្នេះខ្ញុំចង់សួរបងប្អូនមួយសំណួរបើថ្ងៃនេះការងាររបស់អ្នកបាត់ទៅក្នុងរយៈពេល5ឆ្នាំខាងមុខតើជំនាញអ្វីដែលអ្នកកំពុងរៀននៅថ្ងៃនេះនឹងជួយអ្នកបន្តទៅមុខទៀតសូមគិតអំពីសំណួរនេះព្រោះវាអាចផ្លាស់ប្ដូរអនាគតអ្នកបន្ទាប់ពីមើលពិភពលោកដល់ពេលមើលខ្លួនឯងមនុស្សជាច្រើនដឹងអំពីទីផ្សារច្រើនដឹងអំពីភាគហ៊ុនដឹងអំពីព័ត៌មានដឹងអំពីអ្នកដទៃប៉ុន្តែមិនសូវដឹងអំពីខ្លួនឯងហើយនេះគឺជាកំហុសដ៏ធំបំផុតរាល់ព្រឹកយើងឈរមុខកញ្ចក់យើងមើលថាសក់ស្អាតឬនៅសម្លៀកបំពាក់សមរម្យឬនៅប៉ុន្តែតើយើងធ្លាប់ឈរមុខកញ្ចក់ជីវិតដែរឬទេកញ្ចក់ដែលសួរយើងថាតើជំនាញរបស់ខ្ញុំគ្រប់គ្រាន់ហើយឬនៅតើសុខភាពរបស់ខ្ញុំអាចទ្រទ្រង់ក្តីស្រមៃរបស់ខ្ញុំបានទេតើហិរញ្ញវត្ថុរបស់ខ្ញុំរឹងមាំដែរឬទេ
តើខ្ញុំប្រើពេលវេលាទៅលើអ្វីច្រើនជាងគេតើភ្នក់គំនិតរបស់ខ្ញុំកំពុងជួយខ្ញុំឬកំពុងរារាំងខ្ញុំមុននឹងវិនិយោគលើអាជីវកម្មណាមួយក្រុមហ៊ុនតែងតែវាយតម្លៃធនធានដែលខ្លួនមានជីវិតរបស់យើងក៏ដូចគ្នាអ្នកមានដើមទុន5ប្រភេទទី1ដើមទុនជំនាញអ្វីដែលអ្នកចេះថ្ងៃនេះអាចបង្កើតចំណូលបានប៉ុន្មានទី2ដើមទុនហិរញ្ញវត្ថុតើអ្នកកំពុងគ្រប់គ្រងលុយឬលុយកំពុងគ្រប់គ្រងអ្នកទី3ដើមទុនសុខភាពបើសុខភាពបាត់បង់ដែលសម័យជាច្រើនក៏អាចឈប់ដំណើរការដែរទី4ដើមទុនផ្នែកគំនិត mindset មនុស្សពីរនាក់អាចមានឱកាសដូចគ្នាប៉ុន្តែផ្នែកគំនិតខុសគ្នានាំទៅរកលទ្ធផលខុសគ្នាទី5ដើមទុនពេលវេលាលុយដែលបាត់បង់អាចរកមកវិញបានពេលវេលាដែលបាត់បង់មិនអាចទិញមកវិញបានទេមុនពេលអ្នកនិយាយថាខ្ញុំចង់ជោគជ័យសូមសួរខ្លួនឯងសិនថាតើខ្ញុំបានត្រៀមខ្លួនសម្រាប់ភាពជោគជ័យហើយឬនៅពីព្រោះភាពជោគជ័យមិនចាប់ផ្ដើមនៅថ្ងៃដែលឱកាសមកដល់ទេវាចាប់ផ្ដើមនៅថ្ងៃដែលអ្នកចាប់ផ្ដើមត្រៀមខ្លួនឥឡូវនេះយើងបានដឹងពីរឿងពីរហើយពិភពលោកកំពុងទៅទិសណាហើយយើងកំពុងឈរនៅចំណុចណាប៉ុន្តែនៅសល់សំណួរសំខាន់មួយទៀតតើយើងចង់ទៅដល់ទីណានោះគឺជាចំណុចចាប់ផ្ដើមនៃ Chapter 3 Vision and Direction